អ្នករាយការណ៍សិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិដែលមកទស្សនកិច្ចនៅកម្ពុជាហើយបានជួបថ្នាក់ដឹកនាំរដ្ឋាភិបាលនិងព្រឹទ្ធសភាហើយនឹងជួបលោកកឹមសុខាក៏បានធ្វើដំណើរទៅមើលអំពើឈ្លានពានរបស់កាពិនៅតាមព្រំដែនហើយក៏បានឃើញច្បាស់ថាខ្មែរយើងមានជនភៀសខ្លួនជាង 20,000 នាក់ដែលមិនអាចវិលត្រឡប់ទៅភូមិឋានវិញការបាត់បង់លំនៅឋាននិងបាត់បង់ឱកាសផ្នែកខាងសេដ្ឋកិច្ចសង្គមគឺជាការប៉ះពាល់សិទ្ធិមនុស្សដែលអំពើឈ្លានពានរបស់ពួកសយ៉ាមកាពិចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សដែលត្រូវអ្នករាយការណ៍សិទ្ធិមនុស្សសហប្រជាជាតិកត់ត្រាទុកនិងថតរូបភាពដែលកម្ពុជានឹងធ្វើសកម្មភាពការទូតផ្នែកសិទ្ធិមនុស្សទៅកាន់អង្គការសហប្រជាជាតិបន្ថែមតទៅទៀតលោកកឹមសុខាក៏ប្រហែលជាមានតួនាទីមួយដើម្បីបំពេញនៅភារកិច្ចស្រឡាញ់ប្រទេសជាតិតាមរយៈផ្ដល់ឲ្យនៅគំនិតដែលតាក់ទងនឹងសិទ្ធិមនុស្សនេះចំពោះអ្នករាយការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលបានជួបលោកដែរពួកកាពិគឺបានត្រូវអន្តរជាតិមើលឃើញថាជាជនឈ្លានពានហើយរំលោភសិទ្ធិមនុស្សលើប្រជាពលរដ្ឋនិងប្រជាជនខ្មែរ